ជំរាបសួរអ្នកខ្ញុំឈ្មោះម៉ាផល្លាជាគ្រូបង្រៀនថ្នាក់ទី5នៅសាលាបឋមសិក្សាវត្តបូក្រុងសៀមរាបខេត្តសៀមរាបសួស្តីកូនៗទាំងអស់គ្នាតើកូនៗថ្ងៃនេះសុខសប្បាយទេកូនចាអ្នកគ្រូជឿជាក់ថាកូនៗទាំងអស់គ្នាគឺសុខសប្បាយជាធម្មតាទេចំណែកឯអ្នកគ្រូក៏សុខសប្បាយដែរអញ្ចឹងថ្ងៃនេះកូនៗទាំងអស់គ្នាវិលមកជួបអ្នកគ្រូម្ដងទៀតហើយដែលអ្នកគ្រូនឹងមកបង្រៀនកូនចាកូនៗទាំងអស់គ្នាតាមពីចម្ងាយតាមបណ្ដាញសង្គមនេះអញ្ចឹងដោយសារតែជំងឺ Covid-19 ចាដែលកំពុងតែរាតត្បាតជុំវិញពិភពលោកក៏ដូចជាប្រទេសកម្ពុជាក្រសួងអប់រំយុវជននិងកីឡាក៏បានបន្តចាការបង្រៀនតាមបណ្ដាញសង្គមចាបង្រៀនពីចម្ងាយតាមបណ្ដាញសង្គមដើម្បីឲ្យកូនៗទាំងអស់គ្នាបានសិក្សារៀនសូត្រពីចម្ងាយបើកាលណាយើងទៅក្បែរគ្នាវាអាចមានការឆ្លងដោយប្រការណាមួយចាជាមិនខានអញ្ចឹងថ្ងៃនេះចាថ្ងៃនេះដែរកូនអ្នកគ្រូសូមផ្ដាំផ្ញើកូនៗទាំងអស់គ្នាថាសូមឲ្យកូនៗទាំងអស់គ្នាចាអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលឲ្យកូនៗទាំងអស់គ្នាត្រូវតែចេះថាថែរក្សានៅអនាម័យក៏ដូចជាការលាងដៃនឹងសាប៊ូឬទឹកអាល់កុលក៏ដូចជាជែលលាងដៃចាឲ្យបានញឹកញាប់ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាជំងឺផ្សេងទៀតដែរហើយម្យ៉ាងវិញទៀតបើសិនជាកូនចេញទៅក្រៅកុំភ្លេចចាពាក់ម៉ាស់ឬក៏រក្សាគម្លាតពីគ្នាចាកុំទៅក្បែរគ្នាចាយ៉ាងហើយមួយទៀតក៏សូមឲ្យកូនៗទាំងអស់គ្នារក្សាអនាម័យមួយទៀតគឺដើម្បីចាដើម្បីកុំឲ្យមានការឆ្លងនៅជំងឺគ្រុនឈាមក៏ដូចជាគ្រុនឈីកដែលកំពុងតែរាតត្បាតដែរគឺកូនៗទាំងអស់គ្នាត្រូវចេះចាសម្អាតផ្ទះសម្បែងក៏ដូចជាជុំវិញផ្ទះសម្បែងកុំឲ្យមានទឹកដក់ឬក៏សម្រាមឬក៏ព្រៃស៊ុបទ្រុបជុំវិញហើយមួយទៀតកូនត្រូវគេងក្នុងមុងឬក៏ដូចជាពាក់អាវដៃវែងចាដើម្បីការពារមូសខាំចាហើយថ្ងៃនេះអ្នកគ្រូនឹងមកបង្រៀនកូននៅមេរៀនថ្មីមួយទៀតប៉ុន្តែមុននឹងរៀនចូលកូនទាំងអស់គ្នាចារៀបចំនៅសម្ភារៈមួយចំនួនដែលអ្នកគ្រូតែងបានប្រាប់កូនជារឿយគឺមានដូចជាចាសៀវភៅសិក្សាគោលថ្នាក់ទី5ចាប៊ិចខ្មៅដៃបន្ទាត់ជើលុបចាក្តារឈ្នួនហ្វឺតចាហើយនឹងសម្ភារៈមួយចំនួនទៀតដូចជា rapporteur ដៃឈានចាជាដើមដើម្បីយើងងាយស្រួលក្នុងការប្រើប្រាស់ក្នុងការបង្រៀនក្នុងការរៀនចាតើអញ្ចឹងកូនទាំងអស់គ្នាយើងត្រៀមរៀនមេរៀនទាំងអស់គ្នាណាតើមេរៀនថ្ងៃមុនយើងរៀនពីអីកូនមេរៀនធរណីមាត្រចាដែលអ្នកគ្រូបានបង្រៀនកូនពីថ្ងៃមុនតើយើងរៀនពីអីចាគឺមេរៀនធរណីមាត្រដែលយើងរៀនពីថ្ងៃមុនគឺអំពីមេរៀនទី18ប្លង់ផែនទីនិងមាត្រាដ្ឋានហើយចំណុចដែលយើងរៀនចាមេរៀនរងគឺប្លង់ចាអញ្ចឹងដូចម្ដេចដែលហៅថាប្លង់ដូចម្ដេចដែលហៅថាប្លង់ចាអញ្ចឹងកូនផ្ទៀងផ្ទាត់ចម្លើយជាមួយអ្នកគ្រូប្លង់គឺជាគំនូសបំព្រួញដែលបញ្ជាក់ពីទិសដៅនិងទីតាំងមួយចាសូមម្ដងទៀតប្លង់គឺជាគំនូសបំព្រួញដែលបញ្ជាក់ពីទីដៅឬទីតាំងមួយចាអញ្ចឹងកិច្ចការផ្ទះដែលអ្នកគ្រូបានឲ្យកូនធ្វើកូនបានធ្វើឲ្យនៅចាអញ្ចឹងកូនផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាចានេះគឺជាកិច្ចការផ្ទះដែលអ្នកគ្រូបានឲ្យកូនធ្វើចាហើយអ្នកគ្រូនឹងមានសំណួរចាហើយនេះគឺសំណួរដែលអ្នកគ្រូបានដាក់ឲ្យកូនសាមិញចាអញ្ចឹងមុននឹងអ្នកគ្រូសួរកូនឆ្លើយផ្ទៀងផ្ទាត់សំណួរចម្លើយជាមួយកូនអញ្ចឹងអ្នកគ្រូចង់សួរបន្តិចនៅលើផែនទីជាទូទៅចាផ្នែកខាងលើគេសម្គាល់ដោយទិសណាកូននៅលើផែនទីជាទូទៅផ្នែកខាងលើគេសម្គាល់ទិសអីគេកូនចាគឺទិសខាង
khang chơn chà chẳng khang lớn cứ từ khang chơn khang cám cứ từ khang bốn chà khang sám cứ từ ấy cái con chà cứ từ khang cát ai khang chvén cứ từ khang lệch chà nó lơ phan tí khang lơ khang chơn khang bốn khang cát khang lệch chà chẳng là lấy dân mà sầm nua đây này kêu bạn làm sao mấy ta ở phôi chỉ này thán thật nở bị khang náp xa cho ba ông bự chà lấy na phôi chỉ này thán con nè cứ phôi chỉ này thán chà phôi chỉ này thán nơi khang na xa cho ba ông bự với nơi khang đầm chứ nó nơi khang đầm chẳng từ khang nào con chà chẳng con tiên tôi chồng lại ba con cho mùi nâng chồng lại ba này cứu phôi chỉ này thán sẽ thật nở khang cát xa cho ba ông bự chà trời ấy con chồng bà tới con kri chồng lại bà cồn chà chồng nuốt tí pí ta sẽ là riêng sẽ thật nơi pi khang ná pleu vật break ảnh nó sẽ là riêng con chà nè sẽ là riêng sẽ thật nơi pi khang ná pleu vật break ảnh nó pleu vật break ảnh nè pleu vật break ảnh chà chẳng nó khang ná chà nó chồng lại con tiếng tuốt sẽ là riêng sẽ thật nơi tư chà thật nơi tư khang lệch vượt break ảnh chà tí 7 ta sthani ní preñ internet thật nơi khả ná plei chiết lệ mùi chà sthani ní preñ internet thật nơi khả ná plei chiết lệ mùi chà nó sthani ní preñ internet nè chà thật nơi khả ná plei chiết lệ mùi trong khi nơi kháng cào cho nơi kháng cào từ khả ná con cứ kháng thập bồn chẳng sthani ní preñ internet thật nơi kháng thập bồn plei chiết lệ mùi chà tí 4 ta mình đôi sọc phiệp thật nơi khả ná phôi chỉ này thàn đấy na mình đôi sọc phiệp chả nè chả chlong mà pleu máu phôi chỉ này thàn ấy pleu mùi máu mình đó mình đôi sọc phiệp chắc bên nơi khả ná nhưng cái ta khả ná phôi chỉ này thàn chả cứ thật nơi kháng cát phôi chỉ này thàn chả chẳng con trai ban bảo mán con trai ban bảo mán sầm núa sang nè kêu chưa chuyện tha con ở khné trời ban tiếng buồn sầm nô hơi chà chẳng ọc ó sa tô sầmรับcon ở khné đây ban phớ cái cáp tiết đây này kêu ban đã ao chà chẳng bác sinh chỉ con tụi bay ta con mình trời tiếng ó cả đấy con trời hay con kri hay con ở trời con khoái hay con cài lằng vịnh này con ná hay con plek vô từ chun lục bà này mà ao quạt chui đã phân tụ ao con phong ná chùm luôn này kêu chà ở con chẳng ngày nay dân đừng riêng mày riêng thằng mày mới tiết chà mì riêng ấy con chầm một plate nhưng nâng ban con nâng ban châu rúm chạy nâng mì riêng mùi tiệt rất là mì riêng bị xe chàng chân mà sao mấy dân ban riêng mê riêng thầm mày cứ mê riêng tí đập pram bấy chà mày riêng tí đập pram bấy plong phan tí là mê thật hàn plong dân ban riêng hài nè plongของ phan tí dân ban riêng hài chà chẳng là mày riêng ai tiết có nó ấy mới tiết đây dân mình tuần ban riêng ca đại bong ruom chà bong ruom pi vật thậu bết ụt hơi dân trong cu plong chà trong cu plong là riêng môi đưa có plong tia môi chà trong plong nó cứ thông ôi thôi đây chỉ phan tí nè cứ bằng dây pi bật bạc cát cứ thông từ lông từ lý nè bàn tay pe đã cái vô mà cù chẳng cứ nó không cả đang mà sờ lật này đấy con chẳng hạn ai bằng cái cù bán chà chẳng đòi xá cái prá miết trạ thàn chẳng thay ní dân nâng riêng mày riêng mày mới tiết cứ chà plong nâng miết trạ thàn chà bây giờ dây hai ta mà xó cứ lẳng chà lỏng nâng miết trạ thàn chà lỡ ta dân an chùm nông chân mình chùm bụi khné chà kiện nét vịt xía thna tì pram
មេរៀនទី18 ប្លង់ផែនទីនិងមាត្រដ្ឋានចំណងជើងរងប្លង់និងមាត្រដ្ឋានចាមេរៀននេះគឺនៅក្នុងសៀវភៅរបស់កូនៗទំព័រទី117ចាអញ្ចឹងមេរៀននេះគឺមានគោលបំណងឲ្យកូនៗទាំងអស់គ្នាចាស្គាល់អ្វីទៅដែលហៅថាប្លង់កូនបានស្គាល់ហើយឲ្យកូនស្គាល់ថាតើអ្វីទៅជាមាត្រដ្ឋានចាអញ្ចឹងមាត្រដ្ឋានគឺជាអ្វីហើយកូនអាចប្រើប្រាស់មាត្រដ្ឋានក្នុងការរកចាចម្ងាយពិតនៅលើផែនទីចាដើម្បីប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃឬក៏នឹងក្នុងចាការរៀនមេរៀនបន្តទៀតចាអញ្ចឹងកូនៗអរគ្នាតាមដានជាមួយអ្នកគ្រូមានប្លង់ដីស្រែមួយចានេះគឺប្លង់ដីស្រែចានេះជាប្លង់ចាកូនមើលនេះជាប្លង់ដីស្រែរបស់កសិករនៅក្នុងឃុំមួយចាអញ្ចឹងមុននឹងយើងសិក្សាអំពីប្លង់ដីស្រែនេះអ្នកគ្រូចង់សួរកូនតិចអំពីទិសចានេះគឺទិសអញ្ចឹងអ្នកគ្រូអត់បានសរសេរទាំងអស់ទេអ្នកគ្រូគាត់ដាក់ថាខាងនេះគឺខាងជើងចាខាងជើងហ្នឹងកូនណាខាងជើងចុះខាងក្រោមជាខាងណាកូនបានរៀនចេះហើយចាខាងឆ្វេងចាហើយនឹងខាងស្ដាំជាខាងណាចាឥឡូវកូនមើលនៅលើប្លង់ដីស្រែនេះចាកូនមើលនៅលើប្លង់ដីស្រែនេះចាប្លង់ដីស្រែនេះគឺមានដីស្រែគេម្ដុំនេះម្ដុំចានេះម្ដុំចាមួយប្លង់និយាយទៅថាមួយប្លង់ក្នុងនេះមានច្រើនប្លង់ណាកូនណាមានច្រើនប្លង់នេះអាលេខនេះគឺចុះលេខនេះគឺជាលេខក្បាលដីចាលេខក្បាលដីចាក្បាលដីមកថាអ្នកគ្រូមានមួយប្លង់ដែរអញ្ចឹងដីស្រែរបស់អ្នកគ្រូមានក្បាល1723អញ្ចឹងទៅចាអញ្ចឹងទាំងអស់នេះវាមានច្រើនប្លង់ក្នុងនេះក៏មានមួយប្លង់ដែរចានេះក៏មានមួយប្លង់ទៀតដែរចាគឺ1812ចាហើយប្លង់នេះគឺនៅក្នុងសភៅកូនក៏មានចាគ្រាន់តែអ្នកគ្រូពន្រីកដាក់កៅពន្រីកឲ្យឃើញធំដើម្បីឲ្យកូនទាំងអស់គ្នាមើលមកឃើញច្បាស់ជាមួយអ្នកគ្រូអញ្ចឹងអ្នកគ្រូសួរកូនបន្តិចថាតើប្លង់លេខចា835ស្ថិតនៅទិសខាងណាឆ្លើយមកកូនរៀនអំពីទិសនៅលើប្លង់រួចហើយចាគឺនៅស្ថិតនៅទិសខាងជើងចាអញ្ចឹងតើនៅខាងកើតចានៅខាងកើតប្លង់335មានប្លង់លេខប៉ុន្មានខ្លះចានៅខាងកើតប្លង់835តើមានប្លង់អីខ្លះកូនមានប្លង់ប្រមាណហើយមានលេខសម្គាល់ក្បាលដីអីខ្លះមានប្រមាណប្លង់ដីនៅខាងកើត835នោះកូនប្លង់835នោះចានៅខាងកើតប្លង់លេខ835គឺមានចាមានច្រើនប្លង់និយាយទៅមាន5ប្លង់ចាមាន5ប្លង់គឺមានប្លង់817 819 845 818និង846ចាគឺមានចា5ប្លង់ចាអញ្ចឹងប្លង់នៅខាងក្រោមចាប្លង់នៅខាងក្រោមលេខ1808ស្ថិតនៅទិសខាងណាចាប្លង់ដីខាងក្រោមកូនលេខ1808ស្ថិតនៅទិសខាងណាកូនចាគឺស្ថិតនៅទិសខាងត្បូងចាស្ថិតនៅទិសខាងត្បូងចាអញ្ចឹងវាមានច្រើនតទៅទៀតចានៅក្នុងប្លង់នេះប៉ុន្តែអ្នកគ្រូសូមសួរកូនតែប៉ុណ្ណឹងហើយសូមជម្រាបកូនថា
ប្លង់នេះគឺគេប្រើប្រាស់មាត្រដ្ឋាន1ធៀបនឹង3000ចាមាត្រដ្ឋានរបស់វាចា1ចាធៀបនឹង3000ចាឬយើងអាចសរសេរ1ភាគ3000ចា1ធៀបនឹង3000គាត់ចាឬយើងអាចសរសេរមួយទៀត1ភាគ3000ចាចឹងកូនមើលទាំងអស់គ្នាថាប្លង់ខាងលើនេះមានមាត្រដ្ឋាន1ធៀបនឹង3000ចឹងមានន័យថាម៉េចចាមានន័យថាម៉េចចឹងមានន័យថាចាមាត្រដ្ឋានចាសំទោប្លង់ខាងលើនេះមានមាត្រដ្ឋាន1ធៀបនឹង3000ចាប្លង់ចា1ធៀបនឹង3000អញ្ចឹងមានន័យថាម៉េចដែលមាត្រដ្ឋាន1ធៀបនឹង3000នេះមានន័យថាម៉េចចាគឺមានន័យថា1នៅលើប្លង់គឺគេគិតលើ1សង់ទីម៉ែត្របានទេកូន1នៅលើប្លង់គឺស្មើនឹងប្រវែង3000នៅលើចម្ងាយពិតចម្ងាយលើដីពិតយល់ទេកូនអញ្ចឹងមាត្រដ្ឋាន1ធៀបនឹង3000មានន័យថា1នៅលើប្លង់ចាប្លង់ដែលយើងគូរនៅលើกระดาษលើអីណា1នៅលើប្លង់គឺស្មើនឹង3000នៅលើចម្ងាយពិតមានន័យថាគេបង្រួមចាបង្រួមចម្ងាយពិតពី3000ចម្ងាយពិតប្រកប3000សង់ទីម៉ែត្រមកនៅលើប្លង់តែ1ចា1សង់ទីម៉ែត្រហើយចុះបើ2សង់ទីម៉ែត្រវិញបើសិនជាចម្ងាយនៅលើប្លង់2សង់ទីម៉ែត្រចាគឺស្មើនឹងចម្ងាយនៅលើដីពិតគឺ6000ចាស្ដាប់ម្ដងទៀតណាកូនស្ដាប់ម្ដងទៀតគឺមាត្រដ្ឋាន1ធៀបនឹង3000មានន័យថាគេបង្រួមចម្ងាយពិតពី3000សង់ទីម៉ែត្រមក1សង់ទីម៉ែត្រនៅលើប្លង់យល់ទេកូនចាអញ្ចឹងយើងអ្នកគ្រូសរសេរតទៀតចាមានន័យថាចាមានន័យថាម៉េចកូនមានន័យថាប្លង់នេះត្រូវបានគេបង្រួមចាបង្រួមយ៉ាងម៉េចកូនបង្រួមអីគេចាបង្រួមតូចជាងចម្ងាយពិតឬគេហៅថាវិមាត្រពិតចាប្រហែលដងកូនចាប់បើ1ធៀបនឹង3000ចាទៅជាវិមាត្រពិត3000ដងចាតូចជាង3000ដងមានន័យថានៅលើវិមាត្រពិតចាឬក៏ហៅថាចម្ងាយពិតឬក៏វិមាត្រព្រោះលើប្លង់គេគិតបណ្ដៅគិតទទឹងអីណាកូនអញ្ចឹងគេហៅថាវិមាត្រចាវិមាត្រពិតចាអញ្ចឹងបើនៅលើប្លង់1ធៀបនឹង3000គឺមានន័យថាគេត្រូវបានបង្រួមចាប្លង់នេះសម្រាប់តែប្លង់នេះណាមិនមែនទូទៅប្លង់ទូទៅទេណាកូនមានប្លង់ទូទៅឯងសម្រាប់តែប្លង់នេះមួយឯងអញ្ចឹងមានន័យថាប្លង់នេះត្រូវបានគេបង្រួមតូចជាងវិមាត្រពិត3000ដងចាមានន័យថាបើសិនជាចម្ងាយលើវិមាត្រពិត3000សង់ទីម៉ែត្រចាចម្ងាយនៅលើប្លង់តែ1សង់ទីម៉ែត្រទេចាបើចម្ងាយនៅលើប្លង់ចាតទៀតណាកូនបើចម្ងាយនៅលើប្លង់តូចជាង1សង់ទីម៉ែត្រនោះចម្ងាយពិតស្មើនឹងចាស្មើប្រហែលកូនអញ្ចឹងយើងដឹងហើយចាបើចម្ងាយនៅលើប្លង់ស្មើនឹង1សង់ទីម៉ែត្រនេះអញ្ចឹងចម្ងាយពិតវាស្មើនឹង3000សង់ទីម៉ែត្រអញ្ចឹងវាស្មើនឹង1គុណនឹង3
3 ពាន់យល់ទេកូនចាអញ្ចឹងបើចម្ងាយលើប្លង់1សង់ទីម៉ែត្របើចម្ងាយលើប្លង់1សង់ទីម៉ែត្រហ្នឹងសំទោសលោកគ្រូដាក់ highlight ក្រហមបន្តិចបើចម្ងាយលើប្លង់1សង់ទីម៉ែត្រចាចម្ងាយពិតទៅលើដីគឺស្មើនឹងស្មើនឹងប៉ុន្មានកូនស្មើនឹង1សង់ទីម៉ែត្រគុណនឹង 3000 ស្មើនឹង 3000 សង់ទី 3000 សង់ទីម៉ែត្រនេះចម្ងាយពិតណាកូនអញ្ចឹងចម្ងាយពិតស្មើនឹង 3000 សង់ទីម៉ែត្រអញ្ចឹងបើចម្ងាយ 3000 សង់ទីម៉ែត្រនេះស្មើនឹងប៉ុន្មានបើសិនជាយើងឲ្យទៅជាម៉ែត្រស្មើនឹងប៉ុន្មានកូនស្មើនឹង30ម៉ែត្រចាម្ដងទៀតណាបើចម្ងាយនៅលើប្លង់1សង់ទីម៉ែត្រចម្ងាយពិតលើដីចាស្មើនឹងចាស្មើពិតលើដីគឺ1សង់ទីម៉ែត្រគុណនឹង 3000 ស្មើនឹង 3000 សង់ទីម៉ែត្រហើយបើសិនជាយើងធ្វើវាឲ្យទៅជាម៉ែត្រស្មើនឹង30ម៉ែត្រឬក៏តើបើទៅអាចកូនអាចធ្វើឲ្យធំជាងនោះទី1គីឡូម៉ែត្រអីអញ្ចឹងស្មើនឹង3គីឡូម៉ែត្រអីអញ្ចឹងទៅចាអញ្ចឹងដើម្បីបង្រួមពីវិមាត្រពិតមកវិមាត្រលើប្លង់ណាអាការបង្រួមវិមាត្រពិតមកលើវិមាត្រលើប្លង់ដើម្បីសំទោសកូនការដើម្បីបង្រួមវិមាត្រពិតមកលើវិមាត្រលើប្លង់គេប្រើអីគេកូនគេប្រើមាត្រាដ្ឋានយល់ទេចាអញ្ចឹងដើម្បីបង្រួមចាវិមាត្រពិតដើម្បីបង្រួមវិមាត្រពិតមកវិមាត្រលើប្លង់មកវិមាត្រលើប្លង់ចាគេប្រើមាត្រាដ្ឋានអញ្ចឹងដូចម្ដេចដែលហៅថាមាត្រាដ្ឋានចាចឹងដូចម្ដេចដែលហៅមាត្រាដ្ឋានកូនដូចម្ដេចដែលហៅថាមាត្រាដ្ឋានអញ្ចឹងគ្រូបញ្ជាក់ម្ដងទៀតណាដើម្បីគូប្លង់មួយគេត្រូវប្រើមាត្រាដ្ឋានចាមាត្រាដ្ឋានគឺជាផលធៀបរវាងមានន័យថាមាត្រាដ្ឋានគឺនេះគឺជាផលធៀបរវាងវិមាត្រនៅលើប្លង់និងវិមាត្រពិតចាអញ្ចឹងកូនអាចឆ្លើយត្រឡប់ឲ្យអ្នកគ្រូវិញដោយមិនថាមាត្រាដ្ឋានអ្នកគ្រូជឿជាក់ថាកូនអាចឆ្លើយបានហើយចាអញ្ចឹងកូនចាំផ្ទៀងផ្ទាត់ចម្លើយជាមួយអ្នកគ្រូមាត្រាដ្ឋាននៃប្លង់គឺជាផលធៀបវិមាត្រនៅក្នុងប្លង់និងវិមាត្រពិតចានេះគឺមាត្រាដ្ឋានគឺជាផលធៀបវិមាត្រនៅក្នុងប្លង់និងវិមាត្រពិតចាំអ្នកគ្រូនឹងបញ្យល់កូនម្ដងទៀតក្រោយលោកកូនមិនសូវច្បាស់ចាកូនសុំស្ដាប់ម្ដងទៀតនៅលើប្លង់នេះគឺជាប្លង់ផែនដីស្រែរបស់ប្រជាកសិករនៅក្នុងឃុំមួយនៅក្នុងនេះមានដីស្រែជាច្រើនដែលត្រូវគេបង្រួមតូចចាតាមពិតទឹកដីស្រែនោះធំមែនអត់កូនប៉ុន្តែគេបង្រួមយកមកគូនៅលើប្លង់នេះគឺតូចប៉ុន្តែគេមានមាត្រាដ្ឋានច្បាស់លាស់របស់គេគឺមាត្រាដ្ឋានគឺ1ធៀបនឹង1000នៅលើដីស្រែនេះចាមាត្រាដ្ឋានគឺ1ធៀបនឹង1000មានន័យថា1ដែលគេយកមកគូនៅលើប្លង់1សង់ទីម៉ែត្រណាកូន1សង់ទីម៉ែត្រនៅលើប្លង់នេះគឺស្មើនឹង3000សង់ទីម៉ែត្រនៅលើចម្ងាយពិតទំហំពិតចា
Rồi đấy, lơ chồng ngài bật chẳng đầm bay cô plong này bàn cái pra ấy cái pra miệt trạ than đằng ảnh của nó cái pra miệt trạ than đằng ảnh chắc đôi mà đây tham miệt trạ than chắc miệt trạ than cứ chắc miệt trạ than này plong cứ chia phò thiếp vị miệt được khăn plong nâng vị miệt bật phò thiếp nhá phò thiếp cái xe bàn mán nằm lực ông pi phò thiếp tịnh dân đi rồi hái phò thiếp anh sẽ chỉ pi anh sẽ ban chỉ pi dáng chả pi bài ní cứ muối chả đôi chia sẻ nhà cháy bảy pón hay là muối phệ bảy pón sẽ bài này cứ sẽ bài ban pi bài đó chả nè có miên cái ca ơi còn thợ muối đâm bay bằng rừng nơi bà nhặt bà dương đây được ban riêng rồi hai chả em còn ở cái ní an nơi lùng hạt ní ta lùng hạt ní ở con thợ ấy lông hạt rụp ní chia phăng này sát tận mùi đài miên bằng đói 30 mét nâng tô từng đắp rằm mét cho rộp miệt rạ than này phăng sát tận nụ chả ní sát tận này con chẳng ở phăng sát tận này để cái áo máu cứ bằng đói chả này là phăng ấy ná 6 cm chả hai nâng tổ tầng là lớp phẳng cứ 3 cm chẳng của 1 cm là lớp phẳng sao nâng còn mán cm là lớp bật thục bật là lớp chồng ngái bật ngón chả cứ 30 mét là lớp chồng ngái bật chả mấy đấy tha của 1 cm lớp phẳng đi mà nâng 30 mét là lớp chồng ngái bật hai 3 cm chả tổ tầng đi mà nâng chồng ngái bật cứ đập ra mét chả chẳng đập bay rồi miệt trạ than này sạch tật nồng ta dừng tới phơ đổi một đạch chả chẳng con ai nó vượt lồng hạt ní chả này kêu tục bê là con thơ hay con trai chăm á con tới đa từ 8 và nhặt nì chả đập bay xong tốt còn đập bay bằng rùm bị miệt bất chả đập bay bằng rùm bị miệt bất xong tốt cũng xong xem đồng tiết chả đập bay bằng rùm bị miệt bất chà bay bằng rung vị miệt bật vị miệt bật móc vị miệt lợp phẳng chà vị miệt bật móc vị miệt lỡ phẳng chà đập bay bằng rung vị miệt bật móc vị miệt lợp phẳng kê prá chà cái prá miệt trạ than chà chắc miệt trạ than này phẳng cứ chỉ phò thi vị miệt nóng phẳng nâng vị miệt bật chẳng con ai nó vượt lồng hạt đấy đào khuôn ai nên để kêu tục về là con pi nhiệt tỷ chà tỏ chấp đám chà con ban phở ban khai này con chà sân khâm thà con tỏ khá nế chà ăn vượt lồng hạt này bàn mùi chùm luôn hái bộ ấy thì mình đi thấy dương bàn riêng rụi hơi nhưng con ăn vượt bàn chà chẳng là bấy tiếng tốt con chà
tam đan chỉ môi nè cừu dạ tạm bây con tiếng tuột chậm lại bỏ con nâng chậm lại bỏ nè cừu ta lấy nó khăn lông hạt đi cái ao dương rộp ấy con dạ cứ rộp miệt ra thàn chăng sai tới chỉ miệt ra thàn nó con dạ miệt ra thàn cứ chỉ phật thiếp bị miệt khăn phlang đang bị miệt bật trả lấy bị miệt khăn phlang vào dương khăn phlang sạch tật nó miênประมาณ ខ្លះ bị miệt khăn phlang មាន 6 សង់ទីម៉ែត្រ និង 3 សង់ទីម៉ែត្រ ចា អញ្ចឹងវិមាត្រ នៅក្នុងប្លង់នេះវាមាន 6 សង់ទីម៉ែត្រ និង 3 សង់ទីម៉ែត្រ អញ្ចឹងដើម្បីរកវិមាត្រពិត ចា ហើយដើម្បីរកមាត្រដ្ឋាន ចា យើងចាប់ផ្ដើមធ្វើជាមួយគ្នា អញ្ចឹង 6 សង់ទីម៉ែត្រ គឺនៅលើប្លង់មែនអត់ អញ្ចឹងយើងត្រូវសរសេរផលធៀប 6 សង់ទីម៉ែត្រ និង 6 សង់ទីម៉ែត្រ និង 30 ពីព្រោះថាបណ្ដោយរបស់វា 6 សង់ទីម៉ែត្រ លើលើប្លង់គឺ 30 ម៉ែត្រ នៅលើអីគេកូននៅលើចម្ងាយពិតចាចម្ងាយពិតអញ្ចឹងយើងរកទាំងអស់គ្នាណាអញ្ចឹងចម្លើយចារកអីគេកូនរកមាត្រដ្ឋាននៃប្លង់ចារកមាត្រដ្ឋាននៃប្លង់នៃប្លង់អីគេប្លង់ស្រះទឹកមាត្រដ្ឋាននៃប្លង់ស្រះទឹកគឺស្មើនឹងគឺជាផលធៀបរវាងប្លង់និងចម្ងាយពិតអញ្ចឹងប្លង់មានប៉ុន្មាន6ចាអញ្ចឹង6ធៀបនឹងប៉ុន្មានកូន6នេះ6សង់ទីម៉ែត្រមែនទេហើយ30នេះគឺ30ម៉ែត្រអញ្ចឹងយើងអាចសរសេរវាផលធៀបបានអត់បើ1ជាសង់ទីម៉ែត្រ1ជាម៉ែត្រអញ្ចឹងចាយើងសរសេរបានលុះត្រាណាតែយើងបដូរຂະຫນາດឲ្យទៅជាសង់ទីម៉ែត្រដូចគ្នាអញ្ចឹងយើងបដូរជាមួយគ្នាចាបដូរជាមួយអ្នកគ្រូមកអញ្ចឹងអ្នកគ្រូគូតារាងចាគូតារាងនៅគីនេះបន្តិចអ្នកគ្រូគូត្រឹមតែម៉ែត្រទេអ្នកគ្រូអត់គូដល់គីឡូម៉ែត្រទេអញ្ចឹងតារាងនេះមានចាម៉ែត្រចាដេស៊ីម៉ែត្រសង់ទីម៉ែត្រនិងមីលីម៉ែត្រចាអញ្ចឹង30ម៉ែត្រស្មើនឹងប៉ុន្មានសង់ទីម៉ែត្រយើងអាចសរសេរចាក្នុងតារាងចារង្វាស់ប្រវែងតូចធំជាងគ្នា10ដងអញ្ចឹងនៅក្នុងមួយចន្លោះចាមួយចន្លោះនេះចាមួយប្រឡោះនេះមកប្រឡោះនេះយើងដាក់លេខបានតែមួយខ្ទង់ទេចាយើងដាក់លេខបានតែមួយខ្ទង់អញ្ចឹង30ម៉ែត្រលេខ0នៅត្រង់ម៉ែត្រចាលេខ3វានៅមកខាងនេះទៀតធំជាងម៉ែត្រទៀតចាហើយយើងធ្វើម៉េចដើម្បីឲ្យដល់សង់ទីម៉ែត្រកូនយើងថែម0ដើម្បីឲ្យបានឯកតាសង់ទីម៉ែត្រចាស្មើប្រមាណសង់ទីម៉ែត្រនេះចាគឺស្មើនឹង3000សង់ទីម៉ែត្រអញ្ចឹងយើងសរសេរបាន6ធៀបនឹងប៉ុន្មានកូន6ធៀបនឹង3000ចា6ធៀបនឹង3000ចា6ធៀបនឹង3000ចាអញ្ចឹងនៅលើមាត្រដ្ឋានជាទូទៅកូនត្រូវចងចាំគេអត់មានយកមាត្រដ្ឋានលើសពី1សង់ទីម៉ែត្រទេចាភាគច្រើនគេយក1អាច1សង់ទីម៉ែត្រ1អីផ្សេងណាកូនវាមានអាមាត្រដ្ឋានខ្នាតធំដែលជាប្លង់គេធំនៅគេដាក់តាំងធំសម្រាប់ប្លង់ផ្ទះល្វែងប្លង់បូរីអីហ្នឹងគេអាចយកធំជាងនឹងបានចាតែបើយើងនៅលើกระดาษភាគច្រើនគឺជាសង់ទីម៉ែត្រហើយប្រើតែ1ទេតែអាច1លើ1000 1លើ5000 1លើ1លាន1លើ1សែនណាមានន័យថា1នៅលើប្លង់ចាចម្ងាយខាងក្រោមហ្នឹងគឺនៅលើវិមាត្រពិតចាអញ្ចឹងយើងបាន1ធៀបនឹង6ធៀបនឹង3000អញ្ចឹងដើម្បីបានឲ្យបានទៅ1ធៀបបានឲ្យបាន1សង់ទីម៉ែត្រនៅលើប្លង់យើងធ្វើម៉េចកូន
Sao mấy đầm bay ở ban 6 នេះទៅជាមួយចាគឺយើងធ្វើការសម្រួលចាសម្រួលវាមកចា6សម្រួលនឹងប្រមាណឲ្យបាន1ឬក៏ហៅថាចែកនឹងប្រមាណឲ្យបាន1កូនគឺចែកនឹង6ចាអញ្ចឹងយើងចែកនឹង6បាន1ចាបាន1ចាចុះបើ6ចែកនឹង1ចុះអា3000នឹងចែកនឹងប៉ុន្មានកូនចែកនឹង6ដូចគ្នាអញ្ចឹង3000ចែកនឹង6ឃើញប៉ុន្មានយើងចែកទាំងអស់គ្នាមកចាចែកនឹង6ចាស្មើនឹងប្រហែលតោះយើងកាត់យក3ខ្ទង់មក2ខ្ទង់មក6បានដងបាន30 6 5ដងចា6 5ដង30យើងដកមក30ដក30នៅសល់0ទម្លាក់0ចែកបាន0ចានៅ0មួយទៀតចែកបាន0មួយទៀតអញ្ចឹងស្មើនឹង1ធៀបនឹង500ចានៅមានត្រាក់ឋានមួយទៀតនៅទទឹងចាឥឡូវយើងធ្វើទទឹងមួយទៀតចាទទឹងនោះប្រហែលសង់ទីម៉ែត្រអូនគឺមាន3សង់ទីម៉ែត្រចាមាន3សង់ទីម៉ែត្រអញ្ចឹង3សង់ទីម៉ែត្រធៀបនឹងប្រវែងពិតប្រហែល15ម៉ែត្រអញ្ចឹងយើងធៀបបានទេអត់បានទេយើងបដូរដូចមុនចាដើម្បីធៀបបានតែយើងបដូរសិនចាយើងមិនអាចយកຂະຫນាតខុសគ្នាមកដាក់ជាមួយគ្នាបានទេចាមកប្រៀបធៀបគ្នាបានទេចាអញ្ចឹង15ម៉ែត្រស្មើនឹងប្រមាណគ្រូដាក់3កន្លែងនេះសិនចា3ចា15ម៉ែត្រស្មើនឹងប៉ុន្មានយើងបដូរដូចគ្នាមានន័យថាយើងដាក់លេខបាន5ខ្ទង់លេខ5នៅខ្ទង់នៅຂະຫນាតម៉ែត្រចាលេខ1យើងមកខាងមុខមកចាវាមានຂະຫນាតវាតទៀតណាចាចឹងយើងត្រូវដាក់ថែម0ដើម្បីឲ្យទៅដល់សង់ទីម៉ែត្រអញ្ចឹងមានប៉ុន្មាន1500ចុះយើងបាន3ធៀបនឹង1500ចឹងយើងធ្វើម៉េចដើម្បី3នេះឲ្យបានទៅជាមួយយើងអត់ចង់យក3នៅលើប្លង់ទេយើងយកចង់យក1មានតឋានគេយកភាគច្រើនគេយក1ដូចអ្នកគ្រូបាននិយាយពីដើមមុនមកចាយើងត្រូវចែកយក3ទៅចែកឬក៏យើងគេហៅថាសម្រួលប្រភាអញ្ចឹង3ចែកនឹងប៉ុន្មានដើម្បីឲ្យបាន1កូន3ចែកនឹង1 3ចែកនឹង3មែនទេបាន1ចាហើយចាំ1500មកចែក3បានប៉ុន្មានដែរចា1500កូនខ្លះចែកចេញហើយមកប៉ុន្មាន3ប៉ុន្មានដង3 5ដង15នៅសល់0ចាតម្លាក់0ចែកបាន0តម្លាក់0ចែកបាន0ស្មើនឹង1ធៀប500ចាដូចនេះមាត្រដ្ឋាននៃប្លង់ស្រះទឹកនោះស្មើនឹងប៉ុន្មានកូនចាដូចនេះចាមាត្រដ្ឋាននៃប្លង់ស្រះទឹកស្មើនឹងប៉ុន្មានគឺ1ធៀបនឹង500ចាកូនទៀងទាត់ចម្លើយរបស់កូនត្រឹមត្រូវអត់កូនចាបាទត្រឹមត្រូវហើយកូនទាំងអស់គ្នាយល់ច្បាស់អំពីមាត្រដ្ឋានអ្វីទៅជាមាត្រដ្ឋាននឹងដើម្បីរកមាត្រដ្ឋានយើងធ្វើម៉េចចាមិនដែរកូនទាំងអស់គ្នាចាត្រូវទេកូនចាអញ្ចឹងកូនទាំងអស់គ្នាទះដៃអបអរសាទរខ្លួនឯងមួយយើងទះដៃបាក់សីណាយើងធ្វើជាបាក់សីមួយពេលដែលយើងធ្វើកិច្ចការអ្វីមួយហើយយើងបានអបអរខ្លួនយើងទៅចឹកចំណីទៅញ៉ាំចំណីតាកូនអស់គ្នាងើបឈរមកហើយធ្វើដៃដូចអ្នកគ្រូជាដូចជាចំពុះរបស់បាក់សីអញ្ចឹងណាចាចឹកចំណីចឹកចំណីហើតូទះស្លាប់តូទះស្លាប់បក់កន់តុយ
Chà, chẳng con ai vơ khuôn ánh đâm bày vô từ ao lục bà này mạng mới đó con á. Chà, hai chị cả hạt pran đây dừng cùi dú á. Chà, lần này nè kru miên cái cáp tía ở con thơ. Chà, ní cứ chia cái cáp tía. Chà, con con vô xịp phơ máu con sờ xe cái cặp tiền ấy đầm bay tục thơ hai con complete nát thơ cái cặp tiền ná cái cặp tiền cứ chỉ càng nghe một vần rất mê điên để dân ban tiền rồi hai cả này để con bán thơ con đang chập lịch chả trong tòa án cái cặp tiền cho mọi người cứu lồng hát cái cặp tiền rụp ní chia plong này xuống cho bà muối đài miên bằng đảo hóc sập mét nâng tổ tứng sai sập mét cho rốt miệt tạ than này plong xuống cho bà nụ chả rốt miệt tạ than tí nó con tại nó plong ní nó lơ plong chả bị miệt bao vía cứ miên bằng đảo đọc pí xong tí mét nâng tổ tứng bằng 3 xong tí mét chân ta miệt tạ than vớiประมาณchả chẳng ở con tụi ở kia sầm rạp cà riêngในក្នុងថ្ងៃនេះចាហើយអ្នកគ្រូក៏សូមជូនពរកូនឲ្យមានសុខភាពល្អសុខភាពល្អហើយកូនភ្លេចណាធ្វើកិច្ចការងារផ្ទះដែលអ្នកគ្រូបានដាក់ឲ្យហើយនឹងជួយធ្វើការងារពុកម៉ែផងចាជូនពរកូនម្ដងទៀតចាឲ្យកូនទាំងអស់គ្នាជៀសផុតពីជំងឺទាំងឡាយចាសូមអរគុណជម្រាបលា